Model SR DK184 នាងខ្ញុំសូមណែនាំឆ្នាំងដាំបាយ Model SR DK184 គឺជា model ដែលមានចំណុះ 1.8 លីត្រជាមួយការរចនារូបរាងដ៏ស្រស់ស្អាតនិងផ្ដល់ភាពងាយស្រួលបំផុតសម្រាប់អ្នកក្នុងការដាំបាយនិងចម្អិនមុខម្ហូបគ្រប់បែបយ៉ាងក្នុងម៉ាស៊ីនតែមួយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយមានមុខងារសំខាន់រហូតដល់16មុខរួមបញ្ចូលមុខងារចម្អិនម្ហូបបែបសុខភាពមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយប្រើប្រាស់រយៈពេលខ្លីក្នុងការចម្អិននិងងាយស្រួលសម្អាតមកដឹងពីវិធីប្រើប្រាស់មុខងារទាំង16របស់ Panasonic Model SR DK184 របៀបប្រើប្រាស់មុខងារដាំបាយសទទួលបានបាយដែលទន់ហើយឆ្ងាញ់គ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Wide Rectangular ដើម្បីចម្អិនបាយរងចាំប៉ុន្មាននាទីរួចរាល់ជាការស្រេចរបៀបប្រើប្រាស់មុខងារអង្គគីណាទទួលបានបាយគីណាដែលទន់ហើយឆ្ងាញ់គ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Quick Quinoa លឿនរហ័សទាន់ចិត្តរងចាំប៉ុន្មាននាទីបាយគីណាដែលសម្បូរប្រូតេអ៊ីននិងចិញ្ចឹមរួចរាល់ជាការស្រេចរបៀបប្រើប្រាស់មុខងារបាយអង្ករសម្រូបទទួលបានបាយអង្ករសម្រូបដែលទន់ហើយល្អចំពោះសុខភាពគ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Brown Rice ហើយរងចាំឲ្យម៉ាស៊ីនចម្អិនដោយស្វ័យប្រវត្តិបាយអង្ករសម្រូបរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលខ្លីរបៀបប្រើប្រាស់មុខងារអង្ករគ្រាប់ធញ្ញជាតិទទួលបានបាយអង្ករគ្រាប់ធញ្ញជាតិដែលជំនួយដល់សុខភាពអ្នកគ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Multigrain ហើយរងចាំម៉ាស៊ីនចម្អិនដោយស្វ័យប្រវត្តិរងចាំតែបន្តិចនឹងរួចរាល់សម្រាប់ទទួលទានជំនួយសុខភាពអ្នករបៀបប្រើប្រាស់មុខងារបាយដំណើបទទួលបានបាយដំណើបដែលទន់ហើយឆ្ងាញ់គ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Sticky Rice រងចាំបន្តិចបាយដំណើបរបស់អ្នកទន់ឈ្ងុយនិងឆ្ងាញ់នឹងរួចរាល់សម្រាប់ទទួលទានរបៀបប្រើប្រាស់មុខងារដាំបបរមុខងារដាំបបរគ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចប៊ូតុង Porridge រងចាំបន្តិចអ្នកនឹងទទួលបានបបរដែលមានរសជាតិឆ្ងាញ់ពិសារបៀបប្រើប្រាស់មុខងារបបរគ្រាប់ធញ្ញជាតិមុខងារដាំបបរគ្រាប់ធញ្ញជាតិគ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចមុខងារ Grand Porridge ហើយរងចាំរយៈពេលបន្តិចអ្នកនឹងទទួលបានបបរគ្រាប់ធញ្ញជាតិឆ្ងាញ់ពិសានិងមានសារធាតុចិញ្ចឹមពេញលេញល្អសម្រាប់សុខភាពអ្នករបៀបប្រើប្រាស់មុខងារកម្ដៅបាយនិងម្ហូបជាមួយមុខងារ Reheat អ្នកអាចកម្ដៅបាយឲ្យទន់និងឆ្ងាញ់ដូចថ្មីវិញបានក្នុងរយៈពេលខ្លីគ្រាន់តែបង្វិលប៊ូតុងទៅរាយហើយចុចប៊ូតុង Reheat សាមញ្ញនិងរហ័សរបៀបប្រើប្រាស់មុខងារធ្វើនំខេកអ្នកធ្វើនំបានយ៉ាងងាយស្រួលដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចប៊ូតុង Cake Bread រងចាំបន្តិចទទួលបាននំឆ្ងាញ់ដូចនៅហាងមុខងារ Cake Bread ជួយអ្នកធ្វើនំនៅផ្ទះយ៉ាងងាយស្រួលមិនចំណាយពេលវេលានិងថវិកាច្រើនរបៀបប្រើប្រាស់មុខងារចំហុយមុខងារ Steam ក្នុងការចំហុយមុខម្ហូបទៅតាមតម្រូវការអ្នកដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចប៊ូតុង Steam ដំឡើងនាទីដែលអ្នកត្រូវចម្អិនចាំបន្តិចនោះអ្នកនឹងទទួលបានម្ហូបសុខភាពដ៏ឈ្ងុយឆ្ងាញ់មួយចានសម្រាប់អ្នកនិងគ្រួសារអ្នករបៀបប្រើប្រាស់មុខងារស៊ុបចម្អិនស៊ុបដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចមុខងារស៊ុបដែលជាមុខងារចម្អិនបែបរម្ងាស់ឲ្យរសជាតិចូលគ្នាយ៉ាងល្អទទួលបានសុខភាពនិងរសជាតិល្អសម្រាប់គ្រួសារអ្នករបៀបប្រើប្រាស់មុខងារចម្អិនសាច់យ៉ាងងាយដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ជ្រើសរើសមុខងារ Meat បន្ទាប់មករងចាំម៉ាស៊ីនធ្វើការចម្អិនដោយស្វ័យប្រវត្តិក្នុងរយៈពេលដ៏ខ្លីលោកអ្នកនឹងទទួលបានសាច់ដែលមានរសជាតិឆ្ងាញ់និងមិនខ្សោះរបៀបប្រើប្រាស់មុខងារចម្អិនដោយមិនប្រើទឹកមុខងារ Waterless Cooking អាចចម្អិនដោយមិនបាច់ប្រើទឹកដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចមុខងារ Waterless Cooking ហើយរងចាំតែបន្តិចនោះអ្នកនឹងទទួលបានម្ហូបដែលមានរសជាតិដើមនិងជាតិវីតាមីនល្អសម្រាប់សុខភាពគ្រួសាររបៀបប្រើប្រាស់មុខងារចម្អិនដោយមិនប្រើប្រេងមុខងារ Oil Free Cooking អាចចម្អិនដោយមិនចាំបាច់ប្រើប្រេងដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចមុខងារ Oil Free Cooking រងចាំបន្តិច
នោះអ្នកអាចទទួលបានម្ហូបសុខភាពដោយគ្មានខ្លាញ់គ្មានហានិភ័យដល់សុខភាពងាយស្រួលរហ័សឆ្ងាញ់និងសុវត្ថិភាពសម្រាប់គ្រួសាររបៀបប្រើប្រាស់មុខងារចម្អិនម្ហូបក្នុងសីតុណ្ហភាពទាបមុខងារ Low Temp Cooking ចម្អិនក្នុងសីតុណ្ហភាពទាបដែលគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចមុខងារ Low Temp Cooking នោះអ្នកនឹងទទួលបានសាច់ទន់ណែនឆ្ងាញ់របៀបប្រើប្រាស់មុខងារផ្អាប់មុខងារ Ferment សម្រាប់ផ្អាប់អាហារដោយគ្រាន់តែអ្នកបង្វិលប៊ូតុងទៅ Cooking ហើយចុចមុខងារ Ferment រង់ចាំបន្តិចនោះអ្នកនឹងទទួលបានអាហារផ្អាប់យ៉ាងងាយស្រួលនិងរសជាតិឆ្ងាញ់របៀបប្រើប្រាស់មុខងារពន្យាម៉ោងក្នុងការដាំបាយមុខងារ Delay Timer សម្រាប់លោកអ្នកដែលមានពេលរវល់ច្រើនអាចធ្វើការកំណត់ពន្យារយៈពេលនៃការដាំបាយរបស់អ្នកគ្រាន់តែបង្វិលប៊ូតុងទៅកាន់មុខងារ Rise ហើយចុចទៅលើមុខងារនៃប្រភេទបាយដែលអ្នកដាំរួចចុចទៅលើមុខងារ Timer និងកំណត់រយៈពេលដែលលោកអ្នកចង់បានជាការស្រេចជាមួយមុខងារ Delay Timer ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ចំណេញពេលវេលានិងថវិកាក្លាយជាជម្រើសឆ្លាតវៃសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក